ហើយបង្ខំចិត្តវាយកំទេចប៉ុស្តិ៍ប៉ូលីសសាមសែនដោយសារតែការស្រត់ដីនៅតំបន់នោះភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបង្កផលប៉ះពាល់កាន់តែអាក្រក់ដល់អគារប៉ុស្តិ៍ប៉ូលីសសាមសែនដែលស្ថិតនៅទីតាំងស្រត់ដីបណ្ដាលឲ្យមានរណ្ដៅដ៏ធំកាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ2025នៅលើកំណាត់ផ្លូវសាមសែនស្ថិតនៅក្នុងទីក្រុងបាងកកប្រទេសថៃបើតាមការបញ្ជាក់ពីអភិបាលក្រុងបាងកកលោកឆាតស៊ីទីពុនដីក្រោមអគារនេះបានបាក់រលេះជាបន្តបន្ទាប់ដែលធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធក៏ដូចជាគ្រឹះអគារមិនអាចទ្រទ្រង់អគារប៉ុស្តិ៍ប៉ូលីសទាំងស្រុងបានតទៅមុខទៀតដូច្នេះមន្ត្រីពាក់ព័ន្ធសម្រាប់វាយកំទេចអគារប៉ុស្តិ៍ប៉ូលីសថ្មីនេះដោយការរុះរើបានចាប់ផ្ដើមនៅយប់ថ្ងៃសៅរ៍ទី4ខែតុលាឆ្នាំ2025អភិបាលក្រុងបាងកកបាននិយាយនៅព្រឹកថ្ងៃអាទិត្យទី5ខែតុលានេះថាមនុស្សយន្តត្រូវបានប្រើប្រាស់ជាលើកដំបូងដើម្បីដកបង្អួចនឹងផ្នែកខាងមុខនៃស្ថានីយ៍ប៉ូលីសដែលមានកម្ពស់4ជាន់និងកំពុងតែជិតដួលរលំទោះជាយ៉ាងណាក៏ដោយអគារផ្ទះល្វែងដែលជាប់អគារប៉ុស្តិ៍ប៉ូលីសនិងអគារពាណិជ្ជកម្មដែលនៅជាប់គ្នានោះនៅតែមានស្ថិរភាពទន្ទឹមគ្នានេះខ្សាច់កំពុងបន្តចាក់បំពេញរណ្ដៅដីដែលមានបណ្ដោយ30ម៉ែត្រទៅទឹក30ម៉ែត្រនិងជម្រៅនៅ20ម៉ែត្រអាជ្ញាធរបានលើកឡើងថាមូលហេតុដែលបណ្ដាលឲ្យមានការបាក់ស្រុតដីដ៏ធំនេះដោយសារតែដីបានផ្លាស់ប្ដូរសន្តានទៅជាទុនជ្រាយបើទោះបីជាទីតាំងនេះកំពុងស្ថិតក្រោមការសាងសង់ស្ថានីយ៍ក្រោមដីក៏ដោយឥឡូវនេះមន្ត្រីពាក់ព័ន្ធដែលព្រួយបារម្ភបានសម្រេចចិត្តរុះរើស្ថានីយ៍ប៉ូលីសហើយដូច្នេះការបើកឡើងវិញនៅផ្លូវសាមសែនដែលស្ថិតនៅក្នុងសង្កាត់ឌូស៊ីតនៃទីក្រុងបាងកកត្រូវបានពន្យាពេលដោយគ្មានកំណត់